ចាប់ពីថ្ងៃស្អែកទៅសាំងធម្មតាលក់ក្នុងតម្លៃ5200រៀលនិងប្រេងម៉ាស៊ុតតម្លៃ6050រៀលស៊ុងពាណិជ្ជកម្មនៅថ្ងៃទី10ខែមីនាឆ្នាំ2026នេះបានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈថ្មីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី11រហូតដល់ថ្ងៃទី13ខែមីនាឆ្នាំ2026យោងតាមសេចក្តីជូនដំណឹងតម្លៃប្រេងឥន្ធនៈដែលត្រូវលក់នៅតាមស្ថានីយ៍រួមមានប្រេងសាំងធម្មតាលក់ក្នុងតម្លៃ5200រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ុតតម្លៃ6050រៀលក្នុង1លីត្រនៅក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថាដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជារាជរដ្ឋាភិបាលបានសម្រេចបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន 6.5 សេនក្នុង1លីត្រការបញ្ចុះតម្លៃនេះគឺជាការបន្តអនុវត្តតាមគោលការណ៍ដែលបានដាក់ចុះដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីអាណត្តិកន្លងទៅដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋស្របពេលដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលក្រសួងបានបញ្ជាក់ទៀតថាតម្លៃដែលបានប្រកាសនេះគឺផ្អែកលើការគណនាយ៉ាងម៉ត់ចត់ដោយយោងតាមតម្លៃមធ្យមនៃប្រេងអន្តរជាតិពន្ធអាករផ្សេងៗនិងអត្រាប្តូរប្រាក់ដែលបានកំណត់ដោយធនាគារជាតិគឺ4033រៀលក្នុង$1អាមេរិកក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ត្រូវអនុវត្តតាមតម្លៃថ្មីនេះឲ្យបានត្រឹមត្រូវចាប់ពីម៉ោង00នាទីថ្ងៃទី11ខែមីនាឆ្នាំ2026តទៅ